Chàoបងngàyហ្នឹងគឺខ្ញុំមកសូមធ្វើការបង្ហាញបងតាក់ទងជាមួយនឹងរបៀបនៃការលាងសម្អាតប្រភេទធុងស្មាច់នៅពេលដែលបងប្រើប្រាស់បានអាយុកាលចន្លោះពី1ខែឬក៏1ខែកន្លះទៅដល់ពេលដែលបងត្រូវលាងសម្អាតណាអញ្ចឹងបងអាចមើលតាមវីដេអូនេះបានអញ្ចឹងតាក់ទងមួយបើសិនជាករណីបងមានធុងទី1ឬក៏ធុងទី2ធុងទី3បែបនេះបងអាចលាងដូចក្នុងវីដេអូនឹងក៏បានឬក៏បើបងប្រើតែមួយធុងឬក៏ពីរធុងបងអាចមើលទៅតាមក្បាលវ៉ានមួយណាដែលបងប្រើអញ្ចឹងទៅបងចាអញ្ចឹងតាក់ទងមួយការលាងសម្អាតទី1បងមើលទៅលើធុងទី1អញ្ចឹងតាក់ទងមួយធុងទី1ការសម្អាតគឺអត់មានអីស្មុគស្មាញច្រើនទេបងសម្អាតដូចតែយើងទិញមកដំបូងអញ្ចឹងយើងកាច់ទៅលើពាក្យថាបែកវោះមកនេះបែកវោះហើយបាន5-10នាទីបងកាច់ពាក្យថា fast train បាន5-10នាទីបងកាច់ពាក្យថាបែកវោះវិញទៅនិយាយទៅបងកាច់ទៅកាច់មកពីប្រជុំឲ្យប្រកាសថាលាងសម្អាតទៅស្អាតអញ្ចឹងប៉ុណ្ណឹងគឺបានហើយបងកាច់លើពាក្យថា filter វិញមកបងចាអញ្ចឹងទឹកវានឹងរត់ចូលទៅធុងមួយទៀតហើយអញ្ចឹងធុងទី2ដូចគ្នាបើសិនជាបងប្រើមួយក្បាលវ៉ាននេះបងកាច់អញ្ចឹងដូចគ្នាបងកាច់លើពាក្យថាបែកវោះមកដូចគ្នាមកហើយបន្ទាប់មកបងកាច់លើពាក្យថា fast train ដូចគ្នាអញ្ចឹងតាក់ទងមួយការលាងសម្អាតបងសម្អាតពីចន្លោះ2ជុំទៅ3ជុំទៅឲ្យប្រកាសថាវាស្អាតអញ្ចឹងហើយក្នុងម្ដងគឺ10ទៅ15នាទីអញ្ចឹងទៅបងហើយចាំយើងកាច់ពាក្យថា filter ដើម្បីឲ្យទឹកហ្នឹងពីធុងទី1ធុងទី2រត់ចូលទៅជាមួយនឹងធុងទី3អញ្ចឹងតាក់ទងមួយធុងទី3ការលាងគឺវារៀងខុសគ្នាជាមួយនឹងធុងទី1ហើយនឹងធុងទី2បន្តិចព្រោះដោយសារអីវាជាប្រភេទ resin នេះចាប់ជាមួយពពួកជាតិកបោអញ្ចឹងបើតាក់ទងមួយតាមចម្រោះខាងក្នុងនេះបងលាងមួយទឹកតែធម្មតាក៏វាលាងអត់សូវស្អាតដែរយើងត្រូវការមួយទឹកអំបិលណាបងចាអញ្ចឹងតាក់ទងមួយការលាងមួយទឹកអំបិលទី1បងត្រូវការមានអំបិលយើងស្លធម្មតាហ្នឹងណាបងអញ្ចឹងត្រូវការអំបិលបរិមាណដែលទៅតាមធុងចាក់ស្ដែងអញ្ចឹងទៅហើយបងមានជាមួយនឹងពេត្រូទូចមួយមកដើម្បីដាក់ពេត្រូហ្នឹងនៅចិត្តធុងស្មាច់ទី3ហ្នឹងណាដើម្បីអីយើងតម្លាក់ស្យោពណ៌សនេះស្យោពណ៌សនេះគឺនៅពេលដែលបងទិញទៅគេនឹងថែមខាងខ្ញុំថែមឲ្យបងគឺភ្ជាប់ឲ្យបងហើយស្រាប់ហ្មងស្យោពណ៌សហ្នឹងវាមានតួនាទីបើទឹកអំបិលពីក្នុងធុងទឹកអំបិលចូលមកលាងជាមួយនឹងធុងស្មាច់នេះហើយសម្រាប់អានេះគឺខ្ញុំបញ្ជាក់ប្រាប់បងពីដំបូងអញ្ចឹងថាកន្លែងនេះគឺសម្រាប់ទឹកតរ៉េនដែលយើងត្រូវប្រហូរទឹកកខ្វក់ចោលអញ្ចឹងតកតងជាមួយនឹងការលាងសម្អាតគឺទី1បងកាច់ពាក្យថាបែកវាស់មកតរ៉ែមកដើម្បីលាងឲ្យវាស្អាតមកតង់សិនចាអញ្ចឹងនេះពាក្យថា back wash អញ្ចឹងបងកាច់វាឲ្យបាន10ទៅ15នាទីហើយចាំបងកាច់ពាក្យថា fast train 10ទៅ15នាទីចាំបងកាច់ពាក្យថា brine refill នេះអញ្ចឹងតកតមួយពាក្យថា brine refill នេះគឺវាមានន័យថាប្រហូរទឹកពីធុងស្មាច់ហ្នឹងចូលទៅក្នុងជាមួយនឹងធុងទឹកអំបិលដែលបងដាក់ចិត្តហ្នឹងណាអញ្ចឹងនៅពេលដែលបងប្រហូរទឹកហ្នឹងចូលទៅក្នុងធុងទឹកអំបិលវាចិត្តពេញហើយបងដាក់អំបិលបងកូរវាឲ្យសព្វទៅនៅពេលដែលបងកូរវាឲ្យសព្វហើយចាំបងកាច់វាថាពាក្យថាbrine slow នេះចាអញ្ចឹងពាក្យថា brine slow នេះគឺមានន័យថាវាបូមពីធុងទឹកអំបិលហ្នឹងគឺវាបឺតមកចូលទៅក្នុងធុងស្មាច់ហ្នឹងវិញអញ្ចឹងវាក្លុកលាងខ្លួនឯងហើយអញ្ចឹងបងលាងវាបឺតឲ្យអស់ក្នុងធុងដែលបងដាក់ហ្នឹងទៅបន្ទាប់មកចាំបងកាច់វាលាងធម្មតាវិញមកអញ្ចឹងតកតមួយការកាច់លាងធម្មតាគឺដូចគ្នាទៅដែរកាច់ពាក្យថា បែកវាស់មកតរ៉ែវិញមកបែកវាស់5-10នាទីទៅ fast train 5-10នាទីហើយកាច់ទៅកាច់មកពីជុំមកបងប្រកាសចិត្តថាវាស្អាតហើយចាំបងកាច់យកលើពាក្យថា service មកយើងយកទៅប្រើបានហើយអញ្ចឹងការលាងសម្អាតជាមួយនឹងធុងស្មាច់ដែលជាប្រភេទ resin ចាប់ជាមួយនឹងពពួកជាតិកបោគឺមានតែប៉ុណ្្នឹងទេបងបើបងមានចង្អល់អីបងអាចសួរខាងបងប្អូនបន្ថែមបានអរគុណច្រើន